ព័ត៌មានទី4នេះគឺជាការវិវត្តមួយទៀតនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដូច្នេះគឺមានការបដិញ្ញាចិត្តនៅថ្ងៃនេះគឺប្រទេសស៊ុយអែតគាត់បានសម្រេចកាត់ជំនួយអភិវឌ្ឍទៅប្រទេសចំនួន5ដើម្បីសន្សំលុយនេះយកមកជួយប្រទេសអ៊ុយក្រែនវិញបាទនេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលស៊ុយអែតនៅថ្ងៃសុក្រនេះគឺប្រទេសដែលរងការកាត់ជំនួយអភិវឌ្ឍពីស៊ុយអែតនោះគឺមានប្រទេសស៊ីមបាវេប្រទេសតាន់ហ្សានីម៉ូហ្សាំប៊ិកឡៃបេរីហើយនិងបូលីវីប្រទេសទាំងហ្នឹងគឺនឹងទៅកាត់ជំនួយហើយសម្រាប់ការអភិវឌ្ឍនោះដោយយកលុយនេះមកជួយអ៊ុយក្រែនវិញពីព្រោះឯខាងរដ្ឋមន្ត្រីក្រសួងការទំនាក់ទំនងការបរទេសរបស់ខាងស៊ុយអែតគាត់បានបញ្ជាក់ថាអ៊ុយក្រែនគឺជាដៃគូដ៏សំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់ស៊ុយអែតហើយឥឡូវនេះស៊ុយអែតផ្ដល់អធិភាពជំនួយរបស់ខ្លួននៅខាងប្រទេសអ៊ុយក្រែននឹងសិនបាទដូច្នេះការដែលកាត់ជំនួយនេះអាចធ្វើឲ្យស៊ុយអែតអាចសន្សំថវិកាបានប្រមាណជាង1000លានដុល្លារនៅក្នុងឆ្នាំ2026នេះដើម្បីបាទយកមកជួយអ៊ុយក្រែនបាទអញ្ចឹងដូច្នេះវាឆ្លុះបញ្ចាំងឲ្យឃើញថាការព្រួយបារម្ភរបស់បណ្ដាប្រទេសនៅអឺរ៉ុបនោះគឺមានខ្លាំងចំពោះវត្តមានរបស់រុស្ស៊ីបើសិនជារុស្ស៊ីឈ្នះនៅសង្គ្រាមនៅអ៊ុយក្រែនអាចនឹងបញ្ហាប្រឈមដល់ប្រទេសទាំងអស់នោះបាទពីព្រោះអ៊ុយក្រែនក៏ប្រទេសធំណាប្រទេសធំដែលអាចនឹងជាគេថាខ្សែត្រៀមទប់ទល់នឹងការរីករាលដាលរបស់រុស្ស៊ីទៅតំបន់ផ្សេងទៀតនៅក្នុងអឺរ៉ុបជាពិសេសសមាជិកអូតង់មួយចំនួនក៏ប្រទេសតូចទេបាទក៏អញ្ចឹងអាចនឹងប៉ះគ្នាជាមួយនឹងអូតង់ផងដែរតើវាមានរឿងអីគ្រោះថ្នាក់អាចនឹងធំជាងនោះដោយឡែកនៅក្នុងការវិវត្តមួយទៀតគឺមានសេចក្តីរាយការណ៍នានាក្នុងពេលម្សិលមិញក្នុងពេលដែលលោកម៉ាក្រុងធ្វើដំណើរទៅប្រទេសចិនហ្នឹងស្រាប់តែបែកធ្លាយព័ត៌មានមួយថាពេលដែលប្រជុំជាមួយនឹងលោកហ្សេឡិនស្គីប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនគឺបានន័យថាកិច្ចប្រជុំរវាងលោកម៉ាក្រុងជាមួយនឹងលោកហ្សេឡិនស្គីកាលពីពេលថ្មីនេះនៅទីក្រុងប៉ារីសហ្នឹងគឺលោកម៉ាក្រុងគឺតាមសេចក្តីរាយការណ៍គេថាលោកម៉ាក្រុងបានប្រាប់ទៅលោកហ្សេឡិនស្គីថាឲ្យប្រយ័ត្នណាកុំទុកចិត្តសហរដ្ឋអាមេរិកថាអាចសហរដ្ឋអាមេរិកថ្ងៃណាមួយអាចក្បត់អញ្ចឹងក៏ប៉ុន្តែនៅថ្ងៃសុក្រនេះលោកម៉ាក្រុងបាននិយាយថាលោកមិនដែលនិយាយដូច្នេះថាមិនមានការមិនទុកចិត្តរវាងអឺរ៉ុបហើយនិងសហរដ្ឋអាមេរិកនោះទេបាទគឺជាការមួយអាងមួយដែលមិនពិតទេលោកមិនបានធ្វើការព្រមានបែបនេះទៅដល់ប្រទេសអ៊ុយក្រែននោះឡើយបាទនេះគឺជាការវិវត្តនៅជ្រុងនយោបាយហើយឥឡូវមួយទៀតនេះគឺតាំងពីយប់មិញម្លេះប្រតិភូរបស់អ៊ុយក្រែនបានអញ្ជើញមកដល់ទីក្រុង Miami អ្នកនៅរដ្ឋ Florida ណាគឺកិច្ចប្រជុំនៅ Miami Florida ដើម្បីពិភាក្សាជាមួយនឹងភាគីក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកអំពីផែនការសន្តិភាពនឹងបន្តទៀតអញ្ចឹងបើសិនជាមានព័ត៌មានអ្វីថ្មីខ្ញុំនឹងជម្រាបជូននៅពេលល្ងាចនេះបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថានាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានសរសើរដល់ទំនាក់ទំនងដ៏ជ្រាលជ្រៅនិងមិនអាចបំបែកបានរបស់លោកជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាទបន្ទាប់ពីមេដឹកនាំទាំងពីរបានចរចានៅក្នុងប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះខណៈដែលទំនាក់ទំនងរវាងទីក្រុង New Delhi ជាមួយនឹងទីក្រុង Washington បែរជាមានភាពតានតឹងនឹងគ្នាបាទលោក Modi និងលោក Putin បានសន្យាថានឹងសហការគ្នាកាន់តែស៊ីជម្រៅក្នុងវិស័យជាច្រើនក្នុងនោះមានវិស័យការពារជាតិខាងពាណិជ្ជកម្មធម្មពលហើយដោយធម្មពលគឺមានការទិញប្រេងព្រមព្រៀងប្រេងនឹងគ្នានឹងដោយគូបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាលក្ខណៈយុទ្ធសាស្ត្រតែម្ដងលោក Modi បានសរសើរលោក Putin ថាជាអ្នកដឹកនាំដែលមានការគិតគូរវែងឆ្ងាយទុកជាមុនហើយបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះដោយលោក Modi បានសរសើរបន្ថែមថាមនុស្សជាតិបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនប៉ុន្តែទំនាក់ទំនងរវាងរុស្ស៊ីនិងឥណ្ឌាគឺដូចជាកាយពីទិសខាងជើងដែលរះចិញ្ចែងបាទខ្មែរយើងដូចតែខ្មែរយើងហៅថាដូចជាផ្កាយព្រឹកដែលរះមកភ្លឺអញ្ចឹងដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសឥណ្ឌាដែលជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនទាំងស្រុងក្នុងខែកុម្ភៈឆ្នាំ2022មកគឺដើម្បីបញ្ជាក់ថា
រុស្ស៊ីមិនមែនខ្លាចទៅជាប្រទេសមួយដែលនៅឯកោទៅបានពិភពលោកផាត់ចេញនោះទេទោះបីជាមានទណ្ឌកម្មយ៉ាងទូលំទូលាយពីប្រចាំប្រទេសហើយនឹងមានការចាប់ប្រកាន់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយបាទហើយជាប្រវត្តិហ្នឹងគឺឥណ្ឌាហើយនិងរុស្ស៊ីហ្នឹងគឺជាមិត្តភាពហ្នឹងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយតាំងពីសម័យអតីតសហភាពសូវៀតមកម្ល៉េះ